កូនសម្លាញ់មកស៊ីនុយលឿនឡើងក្លិននេះឈ្ងុយប្លែកណាស់ប៉ាអាមូលនេះជាស្អីទៅយើងស៊ីតែចំណិតតូចបានហើយប្រយ័ត្នផងមានដៃកង់នៅខាងក្រោមហាមខំលេបទាំងមូលដាច់ខាត់ណាកូនសម្លាញ់ខ្ជាក់វាចេញភ្លាមទៅប៉ាមកជួយកូនហើយកូនសម្លាញ់ហើយចុះទៅក្រោមលឿនចាប់បាត់ជាប់ទាំងពីរតែម្ដងអូហូរត់បាត់ស្រមោលបាត់កូនសម្លាញ់យ៉ាងម៉េចហើយមានការអីទេពុកកូនមិនអីទេគ្រាន់តែឈឺមាត់បន្តិចបន្តួចពុកចាំមុខអាអ្នកស្ទូចត្រីនឹងច្បាស់ណាស់លើក្រោយពុកនឹងសងសឹកឲ្យកូនចាប់ពីថ្ងៃស្អែកពុកនឹងបង្រៀនល្បិចស្ទូចត្រីទាំងអស់ដល់កូនកូនអាចស៊ីចំណីដោយសុវត្ថិភាពមិនបាច់ខ្លាចពួកវាទៀតទេពុកឲ្យអ្នកដែលស្ទូចយើងម្សិលមិញថ្ងៃនេះគេមកទៀតអត់ហ្នឹងថ្ងៃនេះមនុស្សច្រើនណាស់កូនមកកូនចាំពុកបង្រៀនមើលពួកស្ទូចត្រីមើលអាអោស្នោះមើលខ្លួនឡើងសឹកជ័យតែដៃញ័រត្រើតមើលដឹងតែទៅហាត់លេងថ្មីពួកនឹងចាំតែយកចំណីមកឲ្យយើងទេពុកមើលនោះមានគេចំរោមមើលច្រើនណាស់ច្បាស់ជាអ្នកស្ទូចត្រីលំដាប់កំពូលហើយគេជាកំពូលអ្នកស្ទូចតែមិនមែនស្ទូចត្រីដូចយើងទេចុះគេស្ទូចអីទៅពុកនិយាយទៅឯងក៏មិនយល់ដែរពុកមើលចុះក្តៅខ្លាំងណាស់តែគេមិនបាំងឆាត់ទេច្បាស់ជាអ្នកថ្មីថ្មងហើយស៊ូកូននិយាយតិចទៅកូនមើលសម្បរស្បែកនឹងកែវភ្នែកគេចុះក្នុងចំណោមមនុស្សគេជាកំពូលអ្នកស្ទូចកម្រិតរបស់គេគឺខ្លាំងហួសថ្លែងហើយមនុស្សបែបនេះត្រូវដើរចេញឲ្យឆ្ងាយបាត់ពុកទីបំផុតរកគេឃើញហើយអ្នកណាពុកអ្នកស្ទូចយើងកាលពីម្សិលមិញមែនទេគឺរូបគេនឹងហើយចុះយើងធ្វើម៉េចទៅពុកកូនចាំនៅទីនេះកុំទៅណាឲ្យសោះពុកទៅរកជំនួយសិនបងខៀវខ្ញុំរកឃើញអ្នកស្ទូចខ្ញុំហើយចាំបន្តិចខ្ញុំទៅយកកង់សិនតោះទៅគឺគេនឹងហើយបងហឹមនៅតែមានក្លិនឈ្ងុយដដែលលើកនេះថែមរសជាតិជូរអែមទៀតបងខៀវលើកនេះគេប្រើខ្សែលេខ5មែនទេមិនអីទេគ្មានខុសគ្នាប៉ុន្មានទេពួកឯងថយក្រោយបន្តិចទៅខ្ញុំចាប់ផ្ដើមហើយណាហាចប់នុយហើយយ៉ាប់ហើយដាច់ខ្សែបាត់ទៅហើយទាញដាច់មួយរំពេចតែម្ដងមែនទេមិនអីទេខ្ញុំត្រូវដូរដងសុបធំជាងនេះកាក់សំណល់ពិតមែនបងខៀវថ្មីនេះបងប្អូនយើងត្រូវគេដេញចោលអស់ហើយអាម្នាក់ថ្ងៃនេះគួរឲ្យស្អប់បំផុតស្ទូចបានត្រីតូចមិនដែលប្រឡែងទេបោះចោលលើគោកឲ្យងាប់តែម្ដងប្រាប់បងប្អូនយើងទាំងអស់គ្នាផងក្រោយទៅបើឃើញអ្នកណាខូចប្រាប់ខ្ញុំភ្លាមបងធំចង់ទៅណាហ្នឹងទៅស្ទូចមនុស្សលេងតាប៉ាកូនចង់ទៅមើលគេស្ទូចមនុស្សដែរតោះកូនប៉ានាំទៅបើកភ្នែកមើលអឹមចាស់មិនស្ទូចទេស្រីក៏មិនស្ទូចដែរយកឯងតែម្ដងទៅបងធំប្រើខ្សែលេខ10Aថែមទាំងប្រើនៅខ្ញុំទីមើលងាយខ្ញុំពេកហើយថយក្រោយបន្តិចទៅខ្ញុំលេងជាមួយវាបន្តិចចប់ហើយដងសន្ទូចនេះមិនកាត់ទេមិនទាន់កម្ដៅសាច់ដុំផងបាក់បាត់បងធំមើលទៅវាដូចមិនសុខចិត្តទេបដូរដងយ៉ាស់មកលេងហើយតើមើលទៅវាចង់ចុះងូតទឹកហើយតើអាថត់នោះបដូរខ្សែលេខ20បាត់បងធំវាទុកបងដូចជាបិសាចទឹកហើយអញ្ចឹងប្រាប់វាកាន់ដងឲ្យជាប់ទៅហាមលេងដៃដាច់ខាតលើកនេះធានាថាដឹងដៃហើយយ៉ាប់ហើយធ្លាក់ទឹកបាត់ញាក់សាច់ក្មេងឥឡូវចេះលេងណាស់មើលអ្នកទាំងអស់គ្នាត្រីអូសឡានដូចជិះម៉ូតូទឹកអញ្ចឹងលយខ្លាំងណាស់គេចចេញលឿនទៅទប់លេងចប់ហើយអស់សំណើចឆ្មងសាហាវពេកហើយនេះអញស្ទូចបាននាវាមួយទឹកមែនទេហត់ណាស់សុំលាងខ្លួនសិនជូនគាត់ជិះម៉ូតូទឹកហ្វ្រេម្ដងមើលលទ្ធផលគឺទុកមិនបានមួយជុំផងបងប្រុសចុះសន្ទូចគាត់ទៅណាខ្ញុំមានកាដូភ្ញាក់ផ្អើលជូនគាត់ទៀតសន្ទូចអញត្រឡប់មកវិញហើយមានជាប់ត្រីទៀតផងបងគឹមមានរឿងធំហើយឥឡូវខាងក្រៅសុទ្ធតែអ្នកស្ទូចត្រីពួកយើងត្រូវគេឡោមព័ទ្ធហើយរឿងប៉ុណ្ណឹងសោះនាំខ្ញុំទៅមើលបន្តិចទៅនុយត្រីធ្លាក់ចុះមកប្រងព្រាតតែម្ដងដូចសំណាញ់មេឃដេអញ្ចឹងអូហូសាហាវណាស់ត្រីយ៉ាក់នៅម្ដុំណាដែរសុំផ្លើបន្តិចបងប្អូនខ្ញុំមកពីចម្ងាយ800គីឡូដីដាច់ខ្សែលឿនពេកបដូរខ្សែធំវិញយប់នេះមិនបានត្រីមិនទៅផ្ទះទេនេះវាពិតជាអស្ចារ្យខ្លាំងណាស់បងប្រុសនេះហៅថាលៀបធំធ្លាក់ពីលើមេឃមែនទេងាប់ហើយហ្វូងត្រីមិនទាន់ដឹងខ្លួនមកហើយប្រញាប់ខាត់ពួកគេទៅកុំខំនុយប្រយ័ត្នត្រូវគេស្ទូចបានខ្ញុំក៏ចប់ដែរថ្ងៃនេះនឹងមានបានហើយទឹកភៀកខាងកើតនុយតាក់ទៀងខ្លាំងណាស់មានបងប្អូនត្រូវគេស្ទូចទៅច្រើនណាស់គាត់មិនឈ្នះទេទុកឲ្យខ្ញុំម្ដងជិះផ្លូវឲ្យអស់ទៅ
បាញ់មិញមានស្អីហោះកាត់នឹងជាត្រីយ៉ាបោកទឹកខ្ញុំនិយាយមិនត្រូវលឿនឡើងច្បាស់ជាត្រីធំហើយអំបាញ់មិញធ្វើឲ្យខ្ញុំភ័យមួយលឿនឡើងជាប់ទៀតហើយរួចរាល់ហ្វូងត្រីត្រូវខ្ញុំដេញទៅអស់ហើយមួយរយៈខ្លីនេះពួកគេមិនត្រឡប់មកវិញទេបងខៀវខ្លាំងណាស់បងជារបស់ខ្ញុំអញទៅប្រាប់បងប្អូនដែលដឹងខ្លួនផ្សេងទៀតទៅខ្ញុំឲ្យត្រីទៅប្រាប់ហើយតើតោះបដូរកន្លែងថ្មីក្លិននេះឈួរក្បាលខ្លាំងណាស់ដាក់ថ្នាំខ្លាំងពេកហើយបងខៀវបងកាជំរាបសួរបងខៀវបងកាពួកយើងមកហើយមកជុំគ្នាអស់ហើយមែនទេនៅតែបង8មិនទាន់ពេលខ្ញុំទៅប្រាប់គាត់មិននៅផ្ទះទេថ្ងៃនេះសំខាន់គឺដោះស្រាយរឿងពួកអ្នកស្ទូចត្រីនៅមាត់បឹងនោះមកច្រើនពេកហើយគ្នាខ្លះត្រូវគេដេញចេញអស់ហើយត្រូវរកវិធីដេញពួកគេចេញខ្ញុំមកហើយបង8បាត់បងខ្ញុំទៅស៊ើបការបន្តិចពួកនេះមកទីនេះព្រោះតែអាយដមម្នាក់ឈ្មោះថា Jeremy Ward តែដេញម្នាក់នេះចេញបានអ្នកផ្សេងទៀតនឹងរត់បាត់អស់បងគីមធ្វើបែបនេះទៅល្អខ្លាំងណាស់ធ្វើឲ្យពួកអ្នកស្ទូចត្រីទាំងនេះពីឈ្មោះកន្លែងនេះហើយញ័រខ្លួនតែម្ដងរបស់ទាំងនេះមើលទៅគួរឲ្យខ្លាចណាស់ពួកយើងប្រមូលបានពេញមួយយប់បណ្ដោះអាសន្នមានតែប៉ុណ្្នឹងទេហេយប់នេះនឹងផ្ដល់ការភ្ញាក់ផ្អើលធំសួស្ដីអ្នកទាំងអស់គ្នាបងវ៉ាតមកហើយបងវ៉ាតខ្ញុំជាហ្វេងបងជំរាបសួរបងវ៉ាតបង8នេះជាអ្នកស្ទូចត្រីបរទេសមែនទេចាំយប់ងឹតនឹងដឹងដៃគ្នាហើយតោះតាមទៅមើលគេស្ទូចនៅណាគេទៅទីនោះហើយគេទៅរកកន្លែងព្រះនាងហើយគេពូកែជ្រើសរើសកន្លែងមែនពុករួមនឹងការស្វាគមន៍របស់យើងទៀតធានាថាយប់នេះពួកគេនឹងនោមដាក់ខោតោះបងថ្លៃចុះពីលើឡានទៅយកប្រដាប់ស្ទូចត្រីចុះសិនខ្ញុំរកកន្លែងសិនមើលចុះកន្លែងនេះអេមណាស់បែរមុខទៅរកទឹកធំស្ងាត់ល្អគ្មានអ្នករំខានមើលនាយស្ទូចត្រីយប់មានតែអញទេហ៊ាននោះខ្ញុំគឺ Jeremy Ward អ្នកស្ទូចត្រីព្រៃយប់នេះខ្ញុំសាកល្បងទំនប់ទឹកខាងកើតបោះស្បែកជើងមួយទៅមុនទៅហើយថែមមួយទៀតឲ្យគ្រប់មួយគូមនុស្សទូទៅច្បាស់ជាភ័យរត់បាត់ហើយបងធំហេតុអីគាត់មិនខ្លាចចម្លែកណាស់ជួបបែបនេះមិនព្រមរត់បន្ថែមល្បិចទៀតមានរឿងអីហ្នឹងចប់ហើយគាត់នៅតែមិនខ្លាចមើលទៅត្រូវប្រើរបស់នេះហើយចាំខ្ញុំបន្តិចត្រឡប់មកវិញភ្លាមរត់លឿន